ជាក់ស្ដែងគាត់គឺជាម្នាក់ក្នុងចំណោមវីរបុរសដែលអាចកំបាំងបំផុតមិនត្រឹមតែគាត់មានបុគ្គលិកលក្ខណៈច្រើនប៉ុណ្ណោះទេប៉ុន្តែនីមួយៗអាចប្រែប្រួលទៅជាទម្រង់ផ្សេងទាំងស្រុងនៅពេលដែលគាត់ប្រឈមមុខនឹងស្ថានភាពជីវិតឬស្លាប់គាត់ប្រគល់ការគ្រប់គ្រងរបស់គាត់ទៅឲ្យបុគ្គលិកលក្ខណៈដែលមានសមត្ថភាពខ្លាំងជាងបន្ទាប់មកគាត់ប្រែក្លាយជា Moon Knight ហើយគាត់តែងតែកម្ចាត់សត្រូវទាំងអស់ក្នុងរយៈពេលតែប្រមាណវិនាទីប៉ុណ្ណោះបុរសនោះឈ្មោះ Steven រាល់យប់មុនពេលចូលគេងគាត់តែងតែព្រោះខ្សាច់មួយស្រទាប់នៅក្បែរគ្រែរបស់គាត់ហើយចងជើងរបស់គាត់យ៉ាងជាប់ជាមួយច្រវាក់ដៃទោះជាយ៉ាងណាក៏ដោយទោះជាមានការប្រុងប្រយ័ត្នបែបនេះក៏ដោយគាត់ភ្ញាក់ឡើងឃើញខ្លួនឯងដេកនៅកន្លែងស្ងាត់ចង្ងំមួយធ្គាមរបស់គាត់ឈឺខ្លាំងណាស់ដូចជាត្រូវឡានបុកអញ្ចឹងគាត់ក្រោកឡើងដោយពិបាកខ្លួនប្រាណរបស់គាត់ឈឺទាំងអស់មិនយូរប៉ុន្មានគាត់ខ្លាចជាដឹងថាគាត់នៅក្នុងភូមិមួយដែលមិនស្គាល់សំឡេងខ្សឹបខ្សៀវប្លែកៗនៅជុំវិញគាត់ដកដួងមាសមិនមួយចេញពីហោប៉ៅរបស់គាត់ភ្លាមនោះគាត់ងាកក្រោយទៅឃើញប្រាសាទមួយដែលលេចឡើងនៅឆ្ងាយមើលសំណាងល្អគោលដៅរបស់អ្នកតាមដានគាត់គឺអាក្រក់ណាស់ដឹកនាំដោយសម្លេងអតិកំបាំងមួយ Steven ប្រញាប់ទៅកាន់ភូមិមួយនៅក្បែរនោះគាត់លាយឡំជាមួយហ្វូងមនុស្សហើយទម្លាក់មុខរបស់គាត់ដើម្បីលាក់ខ្លួននៅពេលនោះបរិះម្នាក់សក់ប៉ុនតងឈ្មោះ Jack ក៏លេចមុខឡើងអ្នកភូមិប្រព្រឹត្តចំពោះគាត់ដោយការគោរពយ៉ាងខ្លាំងមិនយូរប៉ុន្មានក្រោយមកបរិះម្នាក់ទៀតដើរមករក Jack នៅពេលដែល Jack ក្រវីដំបងដែលមានក្បាលក្រពើឆ្នាំសាក់នៅលើដៃរបស់បរិះនោះក៏ចាប់ផ្ដើមភ្លឺឡើងជាមួយនឹងពន្លឺពណ៌បៃតងបន្ទាប់មក Jack ប្រកាសថាបរិះនោះគឺជាមនុស្សល្អប៉ុន្តែនៅពេលដែលដល់វេនបរិះចាស់ម្នាក់ស្នាមសាក់នៅលើដៃរបស់គាត់ក៏ប្រែទៅជាពណ៌ក្រហមឈាមនោះមានន័យថាគាត់ត្រូវបានវិនិច្ឆ័យថាជាមនុស្សអាក្រក់ជាក់ស្ដែងគាត់គឺជាម្នាក់ក្នុងចំណោមវីរបុរសដែលអាចកំបាំងបំផុតមិនត្រឹមតែគាត់មានបុគ្គលិកលក្ខណៈច្រើនប៉ុណ្ណោះទេប៉ុន្តែនីមួយៗអាចប្រែប្រួលទៅជាទម្រង់ផ្សេងទាំងស្រុងនៅពេលដែលគាត់ប្រឈមមុខនឹងស្ថានភាពជីវិតឬស្លាប់គាត់ប្រគល់ការគ្រប់គ្រងរបស់គាត់ទៅឲ្យបុគ្គលិកលក្ខណៈដែលមានសមត្ថភាពខ្លាំងជាងបន្ទាប់មកគាត់ប្រែក្លាយជា Moon Knight ហើយគាត់តែងតែកម្ចាត់សត្រូវទាំងអស់ក្នុងរយៈពេលតែប្រមាណវិនាទីប៉ុណ្ណោះបុរសនោះឈ្មោះ Steven រាល់យប់មុនពេលចូលគេងគាត់តែងតែព្រោះខ្សាច់មួយស្រទាប់នៅក្បែរគ្រែរបស់គាត់ហើយចងជើងរបស់គាត់យ៉ាងជាប់ជាមួយច្រវាក់ដៃទោះជាយ៉ាងណាក៏ដោយទោះជាមានការប្រុងប្រយ័ត្នបែបនេះក៏ដោយគាត់ភ្ញាក់ឡើងឃើញខ្លួនឯងដេកនៅកន្លែងស្ងាត់ចង្ងំមួយធ្គាមរបស់គាត់ឈឺខ្លាំងណាស់ដូចជាត្រូវឡានបុកអញ្ចឹងគាត់ក្រោកឡើងដោយពិបាកខ្លួនប្រាណរបស់គាត់ឈឺទាំងអស់មិនយូរប៉ុន្មានគាត់ខ្លាចជាដឹងថាគាត់នៅក្នុងភូមិមួយដែលមិនស្គាល់សំឡេងខ្សឹបខ្សៀវប្លែកៗនៅជុំវិញគាត់ដកដួងមាសមិនមួយចេញពីហោប៉ៅរបស់គាត់ភ្លាមនោះគាត់ងាកក្រោយទៅឃើញប្រាសាទមួយដែលលេចឡើងនៅឆ្ងាយមើលសំណាងល្អគោលដៅរបស់អ្នកតាមដានគាត់គឺអាក្រក់ណាស់ដឹកនាំដោយសម្លេងអតិកំបាំងមួយ Steven ប្រញាប់ទៅកាន់ភូមិមួយនៅក្បែរនោះគាត់លាយឡំជាមួយហ្វូងមនុស្សហើយទម្លាក់មុខរបស់គាត់ដើម្បីលាក់ខ្លួននៅពេលនោះបរិះម្នាក់សក់ប៉ុនតងឈ្មោះ Jack ក៏លេចមុខឡើងអ្នកភូមិប្រព្រឹត្តចំពោះគាត់ដោយការគោរពយ៉ាងខ្លាំងមិនយូរប៉ុន្មានក្រោយមកបរិះម្នាក់ទៀតដើរមករក Jack នៅពេលដែល Jack ក្រវីដំបងដែលមានក្បាលក្រពើឆ្នាំសាក់នៅលើដៃរបស់បរិះនោះក៏ចាប់ផ្ដើមភ្លឺឡើងជាមួយនឹងពន្លឺពណ៌បៃតងបន្ទាប់មក Jack ប្រកាសថាបរិះនោះគឺជាមនុស្សល្អប៉ុន្តែនៅពេលដែលដល់វេនបរិះចាស់ម្នាក់ស្នាមសាក់នៅលើដៃរបស់គាត់ក៏ប្រែទៅជាពណ៌ក្រហមឈាមនោះមានន័យថាគាត់ត្រូវបានវិនិច្ឆ័យថាជាមនុស្សអាក្រក់